សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំចង់នាំយកខ្សែភាពយន្តដែលមានចំណងជើងថា Genie Megavis ដែលជាភាគទី2មកសម្រាយចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដូច្នេះហើយកុំឲ្យខាតពេលយូរតោះទៅស្ដាប់ការសម្រាយរឿងរបស់ខ្ញុំទាំងអស់គ្នាសាច់រឿងបន្តនៅពេលដែល Apple's កំពុងតែចាប់ច្បាច់កកាយយងដើម្បីបង្ខំឲ្យនាងប៉ងនៅបំណងប្រាថ្នារបស់ខ្លួនក៏ប៉ុន្តែកាយយងគឺមិនបានភ័យខ្លាចនៅទង្វើដែល Apple's កំពុងតែធ្វើលើនាងនោះទេផ្ទុយទៅវិញនាងបែរទៅជាសប្បាយចិត្តទៅវិញហើយថែមទាំងចង់សម្លាប់ Apple's ថែមទៀតផងរីឯ Apple's នៅពេលដែលបានឃើញបែបនេះគេក៏បានងើងឆ្ងល់រួចក៏នៅតែខំព្យាយាមធ្វើយ៉ាងណាឲ្យកាយយងប៉ងនៅបំណងប្រាថ្នារបស់ខ្លួនស្របពេលនោះដែរ Apple's ក៏បានទម្លាក់កាយយងឲ្យចូលទៅខាងក្រោមអគាររីឯកាយយងវិញនៅតែមិនព្រមប៉ងនៅបំណងប្រាថ្នារបស់ខ្លួនហើយថែមទាំងសប្បាយចិត្តថែមទៀតផងដែលមើលទៅនាងមិនមានការភ័យខ្លាចនៅក្នុងការស្លាប់នោះទេចំណែក Apple's វិញនៅពេលដែលបានឃើញបែបនេះគេក៏បានទាញយកកាយយងឡើងមកលើវិញរួចក៏បានស្រូបក្លិននាងហើយក៏បាននិយាយថាក្លិននេះគឺជាក្លិនរបស់កាយយងហេតុអ្វីបានជានាងមានការផ្លាស់ប្ដូរដែលមិនដូចកាយយងកាលពីអតីតកាលលើពីនេះទៅទៀតនោះ Apple's ក៏បានគម្រាមទៅកាន់កាយយងបន្ថែមទៀតថាបើសិនជាកាយយងមិនព្រមប៉ងនៅបំណងប្រាថ្នារបស់ខ្លួន Apple's នឹងបំផ្លាញមនុស្សដែលរស់នៅក្នុងភពផែនដីនេះឲ្យអស់ហើយទុកឲ្យកាយយងរស់នៅម្នាក់ឯងដោយសារតែពេលនេះកាយយងគឺស្ថិតនៅក្នុងការសងសឹករបស់ Apple's តាំងតែពី983ឆ្នាំមុនទន្ទឹមនឹងនោះផងដែរនៅពេលដែល Apple's បាននិយាយប្រាប់កាយយងហើយគេក៏បានប្រើវេទមន្តរបស់ខ្លួនដើម្បីចុះទៅខាងក្រោមអគារដែលទុកឲ្យកាយយងនៅលើអគារម្នាក់ឯងតនៅពេលដែល Apple's បានចុះទៅដល់ខាងក្រោមអគារគេក៏បានអង្គុយសែតម្នាក់ឯងដែលមិនអាចធ្វើអ្វីទៅដល់កាយយងបានក្នុងរងពេលនោះផងដែរគេក៏បានឃើញរថយន្តមួយជិះមកឈប់នៅពីមុខខ្លួនដែលបានធ្វើឲ្យគេមានអារម្មណ៍ថាប្លែកដែលគេមិនបានឃើញពីមុននោះទេលើពីនេះទៅទៀតនោះគេក៏បានឃើញសត្វខ្លាមួយកំពុងតែនៅក្នុងរថយន្តដែលឃើញមានមនុស្សម្នាជាច្រើនកំពុងតែចោមរោមថតក៏ប៉ុន្តែតាមការពិតទៅខ្លានោះគឺជាខ្លាដែលជាកូនចៅរបស់ Apple's ដែលគេបានកើតចេញពីបំណែកមួយរបស់ Genie ក្នុងរងពេលនោះផងដែរ Apple's នៅពេលដែលបានឃើញបែបនេះគេក៏បានហៅកូនចៅរបស់ខ្លួនឲ្យទៅជួបជាមួយនឹងគេនៅកន្លែងវាខ្សាច់មួយកន្លែងរីឯខ្លាខ្មៅដែលមានឈ្មោះថា Seth នៅពេលដែលបានឃើញម្ចាស់របស់ខ្លួនហើយគេក៏បានរំភើបចិត្តជាខ្លាំងរួចក៏បាននិយាយអំពីរឿងរ៉ាវអំឡុងពេលដែល Apple's កំពុងតែជាប់ឃុំឃាំងនៅក្នុងចង្កៀងនៃការអភិវឌ្ឍរបស់មនុស្សនាសម័យបច្ចុប្បន្នគឺមានភាពជឿនលឿនដែលមិនដូចសម័យកាលរបស់ Genie នោះទេសូម្បីតែទីកន្លែងរបស់ Apple's ដែលបាននៅកាលពីលើកមុនក៏ត្រូវបានមនុស្សសម័យពេលបច្ចុប្បន្នសាងសង់ខ្លាចទៅជាអាងហែលទឹកបាត់ទៅហើយរីឯ Apple's វិញនៅពេលដែលបានឃើញបែបនេះគេក៏គ្រាងយោបល់មិននិយាយអ្វីបន្តទៀតដែរព្រឹកឡើងនៅថ្ងៃបន្ទាប់ងាកមកមើលកាយយងវិញម្ដងដោយនៅពេលនេះនាងគឺកំពុងតែរៀបចំចាក់ចេញពីទីក្រុងឌូបៃដើម្បីធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួនរីឯចង្កៀងបុរាណនាងក៏ຕົកនៅក្នុងស្ថាគារដែលនាងមិនបានយកទៅតាមខ្លួននោះទេប្រហែលជានាងមិនចង់ជួបមុខ Apple's បន្តទៀតយ៉ាងណាមិញនៅពេលដែលយន្តហោះបានចាក់ចេញពីទីក្រុងឌូបៃកាយយងក៏បានដើរមកមើលទីកន្លែងអង្គុយរបស់ខ្លួននៅក្នុងយន្តហោះរួចគេក៏បានឃើញនៅ Apple's កំពុងតែបរិភោគនៅបាយឆាដែលធ្វើដូចជាមិនមានបញ្ហាអ្វីកើតឡើងក្នុងឡុងពេលនោះផងដែរកាយងក៏បានចោទសួរទៅកាន់ Apple's ថាតើលោកចូលមកទីនេះបានដោយរបៀបណាដោយសារតែនាងបានទុកចង្កៀងបុរាណនៅក្នុងស្ថាគារដែលមិនចង់ឃើញមុខ Apple's បន្តទៀតរីឯ Apple's វិញក៏បានប្រាប់ទៅកាន់កាយងវិញថាដោយសារតែពេលនេះកាយងគឺជាមុខសញ្ញារបស់ Apple's ដែលត្រូវសងសឹកម្ល៉េះហើយមិនចាំបាច់ចំណាយកម្លាំងដើម្បីព្យាយាមរត់គេចពីខ្លួនគេនោះទេទោះកាយងទៅដល់ទីកន្លែងណា Apple's ក៏នៅទីកន្លែងនោះដែរបន្ទាប់មក Apple's ក៏បានប្រើប្រាស់នៅវេទមន្តរបស់ខ្លួនដើម្បីចាក់ចេញពីទីកន្លែងនោះផងដែរក្រឡេកមកមើលលោកយាយរបស់កាយយងវិញម្ដងនៅពេលនេះលោកយាយគឺកំពុងតែនៅជាមួយនឹងអ្នកភូមិដែលបានធ្វើម្ហូបរងចាំកាយយងមកពីឌូបៃក្នុងឡុងពេលនោះផងដែរយើងក៏បានឃើញថាកាយយងក៏បានមកដល់រីឯអ្នកភូមិនៅពេលដែលបានឃើញកាយយងក៏បានលាន់មាត់ថាកាយយងឥឡូវនេះគឺពិតជាស្រស់ស្អាតមិនតែប៉ុណ្ណោះថែមទាំងនាំប្រុសស្អាតមកដល់ផ្ទះទៀតចំណុចនេះហើយក៏បានធ្វើឲ្យកាយយងឆ្ងល់តើមានប្រុសស្អាតឯណាមកជាមួយនឹងនាងរួចនាងក៏បានក្រឡេកមើលហើយក៏បានឃើញ Apple's កំពុងតែនៅជិតខ្លួនរីឯ Apple's វិញក៏បានណែនាំខ្លួនឲ្យអ្នកភូមិនិងលោកយាយកាយយងបានដឹងក៏ប៉ុន្តែក៏ត្រូវបានកាយយងបដិសេធថាมันមានទំនាក់ទំនងអ្វីជាមួយនឹង Apple's នោះទេបន្ទាប់មកកាយយងក៏បានហៅ Apple's ចូលទៅក្នុងបន្ទប់ដាក់សម្ភារៈរួចក៏បានប្រាប់ទៅកាន់ Apple's ថាគឺត្រូវនៅឲ្យឆ្ងាយពីអ្នកភូមិនិងមិនត្រូវប្រើវេទមន្តនោះទេហើយអ្វីដែលសំខាន់នោះគឺកុំបង្ខំឬក៏សួរនាងអំពីបំណងប្រាថ្នាដែលគេបានផ្ដល់ឲ្យខ្លួននឹងឯងរីឯ Apple's ក៏បាននិយាយទៅកាន់កាយយងវិញថាបើសិនជាធ្វើបែបនេះកាយយងសម្លាប់គេតែម្ដងទៅមូលហេតុដែលខ្លួនគេបានមកដល់ទីនេះគឺចង់ឲ្យនាងប៉ងនៅបំណងប្រាថ្នាចុះបើនាងមិនព្រមប៉ងតើឲ្យគេធ្វើយ៉ាងណាម្ល៉េះហើយសម្លាប់គេតែម្ដងទៅរីឯកាយយងក៏ធ្វើតាមសំណុំពររបស់ Apple's គេក៏បានទៅយកចបជីកបំរុងរៀបនឹងធ្វើអ្វីម្យ៉ាងទៅលើ Apple's ក៏ប៉ុន្តែលោកយាយរបស់កាយយងក៏បានចូលមកទាន់ពេលរួចក៏បានឃើញកាយយងកំពុងតែកាន់ចបជីកហើយនិយាយម្នាក់ឯងដែលមើលទៅនាងកំពុងតែខឹងនរណាម្នាក់
ចំណុចនេះហើយទើបបានជាលោកយាយប្រាប់ទៅដល់កាយយងថានៅពេលដែលចៅខឹងនរណាម្នាក់ត្រូវដកនាឡិកាដែលលោកយាយបានផ្ដល់ឲ្យយកមកស្ដាប់ដើម្បីសម្រួលផ្លូវចិត្តហើយនោះគឺជាច្បាប់ដែលលោកយាយបានបង្រៀនទៅកាន់កាយយងនឹងឯងដោយសារតែកាលពីក្មេងកាយយងគឺជាមនុស្សស្រីម្នាក់ដែលឆាប់ខឹងចាប់តាំងពីពេលឪពុករបស់នាងបានស្លាប់ទៅហើយថែមទាំងម្ដាយចាក់ចោលខ្លួននាងថែមទៀតផងព្រោះតែបែបនេះហើយទើបបានជាលោកយាយបានបង្រៀនទៅកាន់កាយយងអំពីការគ្រប់គ្រងនៅផ្លូវចិត្តរួចក៏បានឲ្យនាឡិកាដៃមួយឲ្យទៅកាន់កាយយងហើយក៏បានផ្ដាំទៅកាន់ចៅថានៅពេលណាដែលកាយយងខឹងគឺត្រូវផ្ដោតអារម្មណ៍ស្ដាប់ទៅលើនាឡិកាដែលលោកយាយបានផ្ដល់ឲ្យដើម្បីគ្រប់គ្រងនៅផ្លូវចិត្តបន្ទាប់មកនៅថ្ងៃមួយលោកយាយក៏បានហៅកាយយងទៅមើលរឿងភាគជាមួយគ្នាក៏ប៉ុន្តែសាច់រឿងភាគនោះគឺវាពាក់ព័ន្ធជាមួយនឹងឪពុកម្ដាយហើយនឹងកូនដែលស្រដៀងគ្នាទៅនឹងជីវិតរបស់កាយយងដែរចំណុចនេះហើយទើបបានជាធ្វើឲ្យកាយយងស្ដាប់នៅនាឡិកាដែលលោកយាយបានផ្ដល់ឲ្យខ្លួនដើម្បីបន្ធូរនៅផ្លូវអារម្មណ៍រីឯលោកយាយរបស់កាយយងនៅពេលដែលឃើញចៅរបស់ខ្លួនកំពុងតែស្ដាប់ចង្វាក់នាឡិកាក៏បានធ្វើឲ្យលោកយាយមានការអាណិតទៅលើចៅរបស់ខ្លួនជាខ្លាំងបន្ថែមពីនោះទៅទៀតនៅពេលដែលកាយយងនៅវ័យកុមារភាពលោកយាយក៏បានឲ្យកាយយងចូលសាលារៀនដើម្បីទទួលការអប់រំពីសាលានិងមិនចង់ឲ្យនាងរស់នៅឯកាតែម្នាក់ឯងហើយថែមទាំងចង់ឲ្យនាងរៀនរស់នៅជាមួយនឹងមនុស្សជុំវិញខ្លួនទៀតជាលទ្ធផលកាយយងក៏ក្លាយទៅជាសិស្សប៉ូកែដែលតែងតែទទួលបាននូវចំណាត់ថ្នាក់ល្អមិនតែប៉ុណ្ណោះនាងក៏បានអាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យមួយដ៏ល្បីហើយក៏បានបញ្ចប់នៅសាកលវិទ្យាល័យនោះផងដែរចំណុចនេះហើយដែលបានធ្វើឲ្យលោកយាយមានការរំភើបចិត្តដោយសង្ឃឹមថាថ្ងៃណាមួយកាយយងនឹងទទួលបានការងារមួយដ៏ល្អហើយរស់នៅស្រណុកសុខស្រួលក៏ប៉ុន្តែកាយយងបែរទៅជាបើកការដ្ឋានដើម្បីជួសជុលឡានទៅវិញដែលមិនដូចអ្វីដែលកាយយងបានឆ្លងកាត់នៅក្នុងការសិក្សានោះទេក្រឡេកមកកាន់ពេលបច្ចុប្បន្នវិញម្ដងនៅពេលលោកយាយកាយយងបានរៀបរាប់អំពីប្រវត្តិរបស់កាយយងហើយលោកយាយក៏បានចាត់សួរអំពីការសិក្សារបស់អេប្លីម្ដងដោយសួរថាអេប្លីបានចាប់សាកលវិទ្យាល័យណាដែរហើយរៀននៅសាលាណាហេតុអ្វីបានជាមានទំនាក់ទំនងជាមួយនឹងកាយយងរីឯអេប្លីវិញក៏ក្តៀនយោបល់ដោយសារតែខ្លួនគេគឺមិនបានឆ្លងកាត់នៃការសិក្សានោះទេបន្ទាប់មកអេប្លីក៏បានចាក់ចេញរួចក៏បានទៅទីកន្លែងរបស់កាយយងនៅពេលដែលអេប្លីបានទៅជួបកាយយងគេក៏បានឃើញឧបករណ៍ជាច្រើនដែលគេមិនដែលស្គាល់ពីមុននោះទេដូចជា slide show និងកុំព្យូទ័រជាដើមរីឯកាយយងវិញនៅពេលដែលឃើញអេប្លីកំពុងតែរុះរើនឹងប៉ះពាល់របស់ខ្លួនកាយយងក៏បានរុញអេប្លីចេញដែលមិនចង់ឲ្យគេប៉ះពាល់នៅរបស់ខ្លួននោះទេរលឹកទៅសេតវិញម្ដងដែលជាកូនចៅរបស់អេប្លីដោយនៅពេលនេះគឺគេកំពុងតែបង្ហាញអំពីការពូអស់ឲ្យអ្នកភូមិបានឃើញរីឯអ្នកភូមិដែលជាមិត្តរួមចំណងរបស់លោកយាយកាយយងនៅពេលដែលបានឃើញកម្លាំងនៃការពូអស់របស់សេតហើយមើលទៅអ្នកភូមិដូចជាពេញចិត្តនៅកម្លាំងរបស់គេខ្លាំងមែនទែនហើយក៏និយាយប្រាប់គ្នាគាត់ថាបើសិនជាពូអស់បែបនេះរៀងរាល់ថ្ងៃឈើនៅក្នុងព្រៃមុខជាមិនសល់នោះទេងាកមកមើលកាយយងវិញម្ដងដែលនៅពេលនេះនាងគឺកំពុងតែដករថយន្តទំនើបរបស់ខ្លួនចេញពីផ្ទះឆ្ពោះទៅកាន់ទីកន្លែងរកស៊ីរបស់នាងក៏ប៉ុន្តែនៅតាមផ្លូវក៏បានជួបនារី2នាក់ដែលកំពុងតែដាំស្ពៃរួចក៏លាន់មាត់ថាតើរថយន្តអ្នកណាមិនក៏ស្អាតម្ល៉េះបន្ទាប់មកពួកគេ2នាក់ក៏មានម្នាក់ស្គាល់រថយន្តរបស់កាយយងរួចក៏បាននិយាយថារថយន្តនេះគឺជារថយន្តរបស់កាយយងដែលជាក្មេងស្រីម្នាក់ដែលមានបញ្ហាខួរក្បាលហើយមិនសូវចូលចំណោមជាមួយនឹងមនុស្សដទៃទេចំណែកកាយយងក៏បានឈប់រថយន្តរបស់ខ្លួនរួចក៏បានបើកកញ្ចក់ហើយក៏បានសួស្ដីទៅកាន់ពួកគេរួចក៏បានដៀលទៅកាន់ពួកគេវិញថាខ្លួននាងគឺមានបញ្ហាសតិអារម្មណ៍ដែលភាគច្រើនមិនចូលចំណោមនៅក្នុងសង្គមនោះទេដូច្នេះហើយនៅបន្តហាក្តៅតទៅទៀតចោះនាងសូមជម្រាបលាហើយបន្តដំណើរទៅមុខទៀតហើយរីឯពួកគេទាំងពីរនាក់ក៏បានឆ្ងល់អំពីកាយយងថាមូលហេតុអ្វីបានជានាងឮសម្ដីដែលពួកគេកំពុងតែនិយាយទាំងដែលខ្លួននាងនៅក្នុងរថយន្តលើពីនេះទៅទៀតនោះពួកគេទាំងពីរនាក់ដែលម្នាក់បានស្គាល់អំពីកាយយងហើយក៏បាននិយាយថាអ្វីត្បិតថានាងគឺជាមនុស្សដែលមានបញ្ហាសតិអារម្មណ៍ក៏ប៉ុន្តែនាងមិនដែលមានបញ្ហាជាមួយនឹងអ្នកភូមិនោះទេដូច្នេះហើយកុំប្រកាន់ជាមួយនឹងនាងអីចូលមកដល់ពេលយប់វិញម្ដងនៅពេលនេះកាយយងគឺកំពុងតែដើរនៅលើស្ពានរួចក៏បានមើលឆាតយាយរបស់ខ្លួនឲ្យនាងដើរផ្សារដើម្បីទិញគ្រឿងទេសមួយចំនួនយកទៅផ្ទះស្របពេលនោះដែរនៅពេលដែលនាងកំពុងតែលេងឆាតជាមួយនឹងលោកយាយហើយដើរទៅមុខសុកសុកក៏បានដើរទៅបុកជាមួយនឹងអេប្លីរីឯអេប្លីវិញនៅពេលដែលខ្លួនគេបានមកជួបជាមួយនឹងកាយយងហើយគេក៏បានឃើញនៅអត្រាក់តមួយដែលកំពុងតែជិះសម្ដៅមករកខ្លួនដោយតាមពិតទៅពួកគេគឺជាអ្នកភូមិដែលរស់នៅជាមួយនឹងកាយយងនឹងឯងរីឯកាយយងនៅពេលដែលបានឃើញពួកគេក៏បានប្រាប់អេប្លីថាមិនត្រូវនិយាយអ្វីនោះទេសូម្បីតែដកដង្ហើមរីឯអ្នកភូមិនៅពេលដែលបានឃើញកាយយងកំពុងតែដើរជាមួយនឹងប្រុសស្អាតពួកគេក៏បានរាក់ទាក់រួចក៏បានណែនាំខ្លួនឲ្យអេប្លីបានស្គាល់រីឯអេប្លីវិញគឺមិនហ៊ាននិយាយជាមួយនឹងអ្នកភូមិនោះទេសូម្បីតែដកដង្ហើមដោយសារតែភ័យខ្លាចកាយយងស្ដីឲ្យយ៉ាងណាមិញនៅពេលដែលកាយយងបានឃើញអេប្លីមិនព្រមនិយាយអ្វីគេក៏បានខ្សឹបប្រាប់ឲ្យអេប្លីទៅគួរសមជាមួយនឹងពួកគេវិញទៅបន្
បន្ទាប់មក Apple ក៏បានទៅរាក់ទាក់ជាមួយនឹងអ្នកភូមិម្នាក់រួចក៏បានប្រើប្រាស់ការស្វាគមន៍របស់ខ្លួនតាមបែបបុរាណដោយការប្រើប្រាស់ច្រមុះទល់ច្រមុះចំណែកអ្នកភូមិម្នាក់នោះនៅពេលដែលបានឃើញ Apple បានធ្វើដាក់គេបែបហ្នឹងគេក៏បានទៅចាប់ក្របួយកអាវរបស់ Apple រួចក៏បាននិយាយថាតើនេះគឺជាទង្វើអ្វីទៅឬមួយក៏ចង់មានបញ្ហាជាមួយនឹងគេបន្ទាប់មកអ្នកភូមិពីរនាក់ទៀតក៏បានចូលមកខាត់បន្ទាប់មក Apple ក៏បានបំបាំងខ្លួនដែលមិនឲ្យពួកគេបានឃើញនោះទេគឺមានតែកាយ៉ុងតែប៉ុណ្ណោះដែលអាចមើលឃើញសាច់រឿងកាត់ម្ដងមិនស្លាប់រស់របស់កាយ៉ុងវិញម្ដងដែលនាងមានឈ្មោះថាមីនជីដោយសារតែពេលនេះនាងគឺបានវាយកូនហ្គោលរួចហើយនាងក៏បានដើរទៅរកបន្ទប់ទឹកក៏ប៉ុន្តែក៏ត្រូវបានបុគ្គលិកដែលនៅបម្រើការនៅទីនោះក៏បានយល់ច្រឡំដែលគិតថានាងគឺជាបុរសដោយសារតែការស្លៀកពាក់របស់នាងនឹងឯងបន្ទាប់មកមីនជីក៏បានចូលទៅដល់បន្ទប់ទឹករួចក៏បានទៅជួបជាមួយនឹងនារីម្នាក់ដែលនាងមានឈ្មោះថា Irem ចំណែកមីនជីនៅពេលដែលឃើញនារីស្រស់ស្អាតកំពុងតែរៀបក្រែមមីនជីក៏បាននិយាយថាកុំបារម្ភអីនាងគឺជាស្រីដូចតែគ្នានោះទេកុំយល់ច្រឡំថាគេគឺជាបុរសអីចំណែក Irem ក៏ដឹងថាមីនជីគឺជាមនុស្សស្រីដែរហើយថែមទាំងដឹងថានាងគឺមានអាជីវកម្មផ្ទាល់ខ្លួនមួយថែមទៀតផងដែលជា clinic ព្យាបាលធ្មេញចំណុចនេះហើយក៏បានធ្វើឲ្យមីនជីឆ្ងល់ហើយក៏បានធ្វើឲ្យនាងនឹកឃើញដោយនាងធ្លាប់ជួបជាមួយនឹង Irem ម្ដងដោយដឹងថា Irem គឺកំពុងតែធ្វើការឲ្យសុនហេយុនដែលជាម្ចាស់ក្រុមហ៊ុនជាច្រើននិងជាម្ចាស់ទីកន្លែងវាយកូននឹងទៀតផងបន្ទាប់មក Irem ក៏បានទៅជួបជាមួយនឹងសុនហេយុនរួចក៏បាននិយាយអំពីការរស់នៅជាមួយនឹងពិភពមនុស្សដោយតាមការពិតទៅពួកគេទាំងពីរនាក់គឺមិនមែនជាមនុស្សធម្មតានោះទេពួកគេគឺជាទេវតាដែល Irem គឺជាទេវតាទីទុយចំណែកសុនហេយុនគឺជាទេវតាដែលមានធាតុជាសត្វថ្មាតកន្លងផុតទៅមួយរយៈដែលនៅពេលនេះ Apple កំពុងតែផឹកភេសជ្ជៈរួចគេក៏បានឃើញក្មេងៗកំពុងតែលេងហ្គេម KO of Fighting ដែលជាហេតុធ្វើឲ្យគេមានការចាប់អារម្មណ៍ទៅលើហ្គេមមួយនេះជាខ្លាំងដែលគេមិនដែលឃើញពីមុននោះទេបន្ទាប់មកនៅពេលដែលក្មេងៗចេញទៅបាត់ Apple ក៏បានលួចលេងហ្គេមនេះម្នាក់ឯងតតែហាងគេបិទ Apple ក៏នៅតែមិនព្រមឈប់ដែរប្រហែលជាលេងដាច់យប់តែម្ដងបន្ទាប់មកនៅថ្ងៃស្អែក Apple ក៏បានហៅក្មេងម្នាក់មកលេងហ្គេមជាមួយក៏ប៉ុន្តែតាមមើលទៅ Apple មិនអាចយកឈ្នះក្មេងម្នាក់នោះបានទេទោះបីជាខំសមទឹកដៃលេងហ្គេមដាច់យប់យ៉ាងណាក៏ដោយក៏នៅតែមិនអាចយកឈ្នះក្មេងម្នាក់នោះបានដែរបន្ទាប់មក Apple ក៏បានទៅជួបកាយ៉ុងដើម្បីខ្ចីលុយពីនាងដោយសារតែខ្លួនគេគឺបានលេងហ្គេមដាច់យប់ហើយក៏បានចាយកាក់ដាក់ចូលក្នុងទូហ្គេមអស់ហើយចំណែកកាយ៉ុងគឺមិនឲ្យនោះទេដោយសារតែនាងគិតថា Apple គឺជាជីនីនៃវិញ្ញាណចង្គៀងម្ល៉េះហើយជប់លុយយកមកចាយខ្លួនឯងទៅចំណែក Apple ក៏បានបដិសេធរួចក៏បានតបទៅកាន់កាយ៉ុងវិញថាខ្លួនគេគឺមិនអាចប៉ងប្រាថ្នាដើម្បីយកប្រាក់យកមកចាយខ្លួនឯងនោះទេព្រោះតែបែបនេះហើយទើបបានជា Apple ក៏បានឲ្យកាយ៉ុងប៉ងប្រាថ្នាដើម្បីជប់លុយចេញមករីឯកាយ៉ុងវិញនៅពេលដែលលើសម្ដីរបស់ Apple បាននិយាយហើយក៏បានធ្វើឲ្យគេមានការខឹងជាខ្លាំងដោយសារតែកាយ៉ុងគឺធ្លាប់ផ្ដាំថាកុំឲ្យរំលឹកអំពីការសួរបំណងប្រាថ្នាទៅលើនាងព្រោះតែបែបនេះហើយទើបបានជាកាយ៉ុងក៏បានដកដងច្រត់ដេញវាយ Apple ចូលមកដល់ពេលយប់វិញម្ដងដោយនៅពេលនេះកាយ៉ុងគឺកំពុងតែបើករថយន្តឡើងលឿនទាំងទឹកមុខក្តៅក្រហាយក៏ប៉ុន្តែក៏ត្រូវបាន Apple មករារាំងនៅមុខឡាននាងរួចក៏នៅតែសួរច្រំដែរអំពីបំណងប្រាថ្នាទៅកាន់កាយ៉ុងទៀតព្រោះតែបែបនេះហើយក៏បានធ្វើឲ្យកាយ៉ុងមានការខឹងកាន់តែខ្លាំងរួចក៏បានបើករថយន្តសម្ដៅទៅបុក Apple ភ្លាមផងដែរព្រោះតែបែបនេះហើយក៏បានធ្វើឲ្យ Apple ចូលទៅក្នុងចង្គៀងវិញដែលមើលទៅគេមានការទ្រាំខ្លួនជាខ្លាំងចំណែកឯនៅពេលដែលបានឃើញម្ចាស់របស់ខ្លួនកំពុងតែទ្រាំខ្លួនគេមិនត្រឹមតែមិនអាណិតនោះទេថែមទាំងឌឺដងទៅកាន់ម្ចាស់របស់ខ្លួនថែមទៀតផងដែលថា Apple បរាជ័យគ្រប់យ៉ាងសូម្បីតែការខ្ចីលុយនិងសួរអំពីបំណងប្រាថ្នាទៅកាន់កាយ៉ុងលើពីនេះទៅទៀតនោះ Set ក៏បានប្រាប់ Apple ថាគេតែងតែលើអ្នកភូមិតែងតែហៅកាយ៉ុងគឺជាមនុស្សសតិអារម្មណ៍ព្រោះតែបែបនេះហើយក៏បានធ្វើឲ្យ Apple ចាប់អារម្មណ៍ទៅលើពាក្យសតិអារម្មណ៍នេះជាខ្លាំងបន្ទាប់មក Set ក៏បានហៅ Apple ចូលទៅកន្លែងហាងលេងហ្គេមមួយកន្លែងដើម្បីសើចស្វែងរកពាក្យសតិអារម្មណ៍គឺជាអ្វីនៅពេលដែលគេបានស្វែងរករួចហើយក៏បានឃើញរូបភាពបានបង្ហាញចេញមកដូចទៅជាខ្មោចដែលបានធ្វើឲ្យ Apple មានការផិតភ័យជាខ្លាំងចូលមកដល់ថ្ងៃបន្ទាប់នៅពេលព្រឹកឡើងកាយ៉ុងគឺកំពុងតែហាត់ប្រាណនៅក្នុងបន្ទប់កន្លែងរកស៊ីរបស់ខ្លួនក៏ប៉ុន្តែនៅក្នុងឡុងពេលនោះផងដែរក៏បានឃើញ Apple មកដល់រួចក៏បានប្រើវេទមន្តចាក់សោឲ្យកាយ៉ុងនៅក្នុងបន្ទប់ម្នាក់ឯងរួចក៏នៅតែសួរអំពីបំណងប្រាថ្នាទៅកាន់កាយ៉ុងហើយថែមទាំងគំរាមទៅកាន់នាងថែមទៀតថាបើសិនជានាងនៅតែរឹងទទឹងមិនព្រមប៉ងនៅបំណងប្រាថ្នា Apple នឹងប្រើភ្លើងដើម្បីដុតនៅទីកន្លែងនេះឲ្យអស់រីឯកាយ៉ុងក៏បានទៅនិយាយជាមួយនឹង Apple ដើម្បីឲ្យគេបើកសោបន្ទប់ក៏ប៉ុន្តែគេនៅតែមិនព្រមបើកបន្ទាប់មកកាយ៉ុងក៏បានធ្វើរឿងម្យ៉ាងដែលបានដើរទៅច្រកបន្ទប់មួយទៀតដោយ Apple មិនដឹងថាក្នុងបន្ទប់នេះមានទ្វារមួយទៀតនោះទេបន្ទាប់មកកាយ៉ុងក៏បានយកដំបងទៅសំពង Apple រួចក៏បាននិយាយទៅកាន់គេបន្ថែមទៀតថាទោះបីជាលោកដុតនៅទីកន្លែងនេះឲ្យអស់ឬមួយក៏ដុតភពផែនដីតែម្ដងក៏នាងមិនខ្វល់នោះដែរអ្វីដែលសំខាន់នោះគឺ Apple មករំខាននៅម៉ោងការងាររបស់នាងដែលនាងតែងតែកំណត់នៅ timeline និង schedule ត្រឹមត្រូវដែលមានម៉ោងហាត់ប្រាណនិងមានម៉ោងធ្វើការផងដែរព្រោះតែបែបនេះហើយក៏បានធ្វើឲ្យកាយ៉ុងខឹងទៅលើ Apple យ៉ាងណាមិញដោយសារតែកន្លែងកាយ៉ុងគឺមានភ្លើងឆាប់ឆេះខ្លាំងពេកអ្នកជិតខាងរបស់កាយ៉ុងក៏បានហៅអ្នកជួយសង្គ្រោះមកជួយបន្ទាប់មកក៏បានឃើញកាយ៉ុងកំពុងតែវាយ
សម្ពងទៅលើ Apple ចំណែកអ្នកចិត្តខាងនិងអ្នកជួយសង្គ្រោះក៏បានចូលទៅជួយគាត់ក៏ប៉ុន្តែក៏ត្រូវបាន Apple បដិសេធថាមិនអីនោះទេគឺពួកគេគ្រាន់តែប្រឡែងគ្នាលេងតែប៉ុណ្ណោះចំណែកកាយងក៏បានប្រាប់ទៅកាន់ Apple ថាបើចង់រស់គឺត្រូវតែសម្អាតនៅកន្លែងនេះឲ្យស្អាតហើយចាំទៅជួបគេបន្ទាប់មកកាយងក៏បានចាក់ចេញពីទីកន្លែងនោះផងដែរចូលមកដល់ពេលយប់វិញម្ដងនៅថ្ងៃដដែលកាយងក៏បានមកជួបជាមួយនឹងមីនជីដែលជាមិត្តស្លាប់រស់របស់នាងនៅក្នុងអាហារដ្ឋានមួយកន្លែងចំណែកមីនជីដែលសារតែនាងតែងតែមកហូបអាហារនៅទីនេះជាមួយនឹងកាយងជារៀងរាល់ដងនាងក៏ចង់ឲ្យកាយងផ្លាស់ប្ដូរនៅទីកន្លែងញ៉ាំអីដោយសារតែនាងចង់ភ្លក់នៅមុខម្ហូបថ្មីចំណែកកាយងក៏បានប្រាប់ទៅកាន់មីនជីវិញថាដោយសារតែលោកយាយរបស់គេតែងតែផ្ដាំអំពីការបរិភោគបើសិនជាហូបអីនៅក្រៅផ្ទះគឺត្រូវតែបរិភោគនៅក្នុងអាហារដ្ឋាននេះមួយបានហើយដោយសារតែខ្លាចនរណាម្នាក់មានបំណងមិនល្អធ្វើទៅលើនាងលើពីនេះទៅទៀតនោះនៅពេលដែលកាយងនិយាយចុះនិយាយឡើងក៏បានចូលសាច់រឿងទៅដល់លោកយាយរបស់ខ្លួនដោយសារតែពេលនេះលោកយាយរបស់នាងគឺមានអាយុច្រើនហើយបើសិនជាថ្ងៃណាមួយលោកយាយរបស់នាងស្លាប់នោះកាយងនឹងស្លាប់ទៅតាមជាមួយនឹងលោកយាយរបស់ខ្លួនដែរចំណែកមីនជីនៅពេលដែលលើបែបនេះនាងគឺមិនសប្បាយចិត្តនោះទេហើយថែមទាំងប្រាប់កាយងវិញថាបើសិនជាឯងស្លាប់ទៅតើខ្ញុំមានមិត្តភក្តិឯណាទៀតដាច់ខាតឯងគឺមិនអាចស្លាប់បាននោះទេបន្ទាប់មកមីនជីក៏បានដើរទៅរកទឹកផឹកក៏ប៉ុន្តែនៅពេលដែលនាងជិះទឹកយកមកផឹកក៏បានឃើញ Apple ចេញមករួចក៏បានឲ្យកាយងឃើញ Apple បន្ទាប់មកកាយងក៏បានស្រែកស្ដីឲ្យ Apple នៅទីកន្លែងនោះផងដែរចំណែកមនុស្សម្នាដែលបរិភោគនៅទីនោះហើយនឹងមីនជីក៏បានឆ្ងល់ទៅកាន់កាយងតើកាយងកំពុងតែស្ដីឲ្យអ្នកណាដោយសារតែពួកគេគឺមិនអាចឃើញ Apple បាននោះទេគឺមានតែកាយងតែប៉ុណ្ណោះចំណែក Apple ក៏បានប្រាប់កាយងថាគេមកទីនេះគឺមិនមានបំណងអ្វីនោះទេគឺគ្រាន់តែចង់ប្រាប់អំពីហាងរបស់កាយងដែលបានឆេះមុននឹងនៅពេលនេះគឺគេបានរៀបចំហើយនឹងសម្អាតរួចរាល់អស់ហើយដូច្នេះហើយកុំបារម្ភអីគេមិនធ្វើអ្វីនោះទេបន្ទាប់មកកាយងក៏បានហៅ Apple ចាក់ចេញពីអាហារដ្ឋាននឹងរួចក៏បានដើរទៅតាមផ្លូវហើយក៏បានឃើញគេលក់ដង្កៀបគៀបសក់ជាច្រើនចំណែកកាយងនៅពេលដែលបានឃើញក៏បានធ្វើឲ្យនាងចាប់អារម្មណ៍ជាខ្លាំងរួចកាយងក៏បានទិញដង្កៀបគៀបសក់នោះឲ្យ Apple ដើម្បីទុកជាអនុស្សាវរីយ៍បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានដើរតាមផ្លូវជាមួយគ្នាចំណែកកាយងនៅពេលដែលឃើញ Apple តែងតែដើរតាមនាងក៏មានអារម្មណ៍ថាអាណិតទៅដល់ Apple រួចក៏បានសួរ Apple ថាមូលហេតុអ្វីបានតែងតែដើរតាមនាងឬមួយក៏នៅតែចង់សួរនាងអំពីបំណងប្រាថ្នាចំណែក Apple ក៏បាននិយាយអំពីរឿងអតីតកាលដែលខ្លួនគេគឺត្រូវបានជាប់បណ្ដាសានៅក្នុងចង្កៀងតាំងពី983ឆ្នាំមុនដោយសារតែការប៉ងប្រាថ្នារបស់កាយងបន្ទាប់មកនៅពេលដែលកាយងបានស្លាប់ទៅសូម្បីតែធាតុរបស់កាយងដែលនៅសល់ក៏ត្រូវបាន Apple យកមកថែរក្សាទុកដើម្បីរងចាំកាយងចាប់ជាតិសាជាថ្មីនឹងឯងចំណែកកាយងនៅពេលដែលបានដឹងរឿងរ៉ាវអស់ហើយគេក៏មានអារម្មណ៍ថាអាណិតទៅដល់ Apple រួចក៏សម្រេចចិត្តប្រើប្រាស់នៅបំណងប្រាថ្នាចំនួន1ដែលឲ្យមនុស្ស5នាក់ដើរនៅតាមផ្លូវដែលគេកំពុងតែឈរនឹងនៅក្នុងចំណោម5នាក់នោះគឺត្រូវតែឲ្យពួកគេមានបំណងប្រាថ្នារបស់ពួកគេរៀងៗខ្លួនបើសិនជាមានមនុស្ស3នាក់ប៉ងនៅបំណងប្រាថ្នាដែលមានភាពលោភលន់នោះបំណងប្រាថ្នាដែលគេនៅសល់2ទៀតគេនឹងប៉ងឲ្យអស់ហើយជីវិតរបស់កាយងនឹងក្លាយទៅជារបស់ Apple ចំណុចនេះហើយដែលកាយងចង់ផ្ចាញ់ជាមួយនឹង Apple ដែលចង់បង្ហាញអំពីអត្តចរិតរបស់មនុស្សដែលពួកគេម្នាក់ៗគឺមិនមានភាពលោភលន់ទាំងអស់នោះទេប្រហែលជាមានល្អខ្លះដែរនោះប្រហែលជាអ្នកដែលកំពុងតែនិយាយរឿងឲ្យអ្នកទាំងអស់គ្នាស្ដាប់នឹងឯងដូច្នេះហើយសាច់រឿង Genie Megawish ដែលជាភាគទី2គឺត្រូវបានចប់ត្រឹមតែប៉ុណ្ណេះខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគបន្តទៀតសូមអរគុណ